ประชุมเรื่องเพลงแม้เรื่องมนุษย์โลภកាលពីព្រេងនាយមានរឿងមួយថាមានកុមារីម្នាក់អាយុ14ឆ្នាំម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនេះរៀបចបរួចស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅនាងកុមារីទៅជីកដំឡូងនៅជើងដំបូកនោះក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកណាអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបៅក្បាលរុយបែងដង្កូវចុះក៏ក្រិចចេញពីក្នុងព្រៃប្រាប់ទៅនាងនោះថានាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានតាគ្រាន់តែឲ្យនាងឯងរកចៃឲ្យតាបានហើយតាមិនបាច់យកគុណពីចៅទេនាងឮខ្លាថាដូច្នោះក៏និយាយទៅថាតើលោកតាអើយឲ្យតែលោកតាជួយយកឲ្យបានចុះខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយឲ្យនាងរកចៃឲ្យនាងនោះយកបន្លាមកឆ្កឹះដង្កូវនៅក្នុងដំបៅក្បាលខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាខ្លាចេះតែសួរនាងចេះតែថាក្រអូបលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយនិយាយប្រាប់នាងថានាងយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសប្រាក់ពេញជាលចងមាត់ជាលជាប់ឲ្យទៅនាងរួចប្រាប់នាងថានាងយកជាលនេះទៅផ្ទះហៅបងប្អូននាងមកជុំបិទទ្វារឲ្យជិតសម្បើកនាងនោះលាខ្លាដើរទៅដល់ផ្ទះហៅបងប្អូនមកជុំរួចក៏បើកជាលដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នាលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនស្រីក្រមុំស្រីនោះបញ្ជាកូនក្រមុំថាផងឯងទៅមើលកូនគេទៅជីកដំឡូងបានមាសប្រាក់យកមកចែកបងប្អូនគេហងទៅជីកបានតែដំឡូងគ្មានបានខ្មោចអីទេហើយក្រោយស្រីនោះប្រើឲ្យកូនទៅជីកដំឡូងលុះបានទៅជួបប្រទះនឹងខ្លាដូចនាងមុនទៀតក៏ធ្វើជាជ្រុះចបដូចនាងនោះហើយថាលោកណាយកចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកខ្លាឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាឮដូច្នោះថានាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យនាងយកជាលឲ្យខ្លាចាប់សុទ្ធតែពុះវែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសម្បើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វាររួចបើកជាលមើលពុះវែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ